bà số đây bông bông ở cái bà sẽ nhập một tiền này cứ tiền đại thôi trên pi sẽ lật sang ở xây kịp nào bị hàng krom hôn SY industry bông bông ở cái bà ở chờ sang ở xây kịp nào hàng những cứ standard bật cái rễ bà rong chạm này cái rễ cứ SY panel bông bông ở cái bà một pi pli nó cứ dương pra banទាំងពីរតបូលក៏បានជាងក៏បានហើយថ្ងៃនេះខ្ញុំចង់មកណែនាំបងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងការប្រើប្រាស់ជ្រីចុងតបូលបងប្អូនអរគ្នាព្រោះអានេះជាបទពិសោធន៍ខាងយើងជាអ្នកលក់ដែរយើងដឹងយើងធ្លាប់ឃើញប្រើទៅអញ្ចឹងចំណុចហ្នឹងយើងចង់ណែនាំទៅដល់បងប្អូនអរគ្នាបាទជ្រីចុងតបូលបងប្អូនអរគ្នាបើសិនជាទីតាំងបងប្អូនទាំងអស់គ្នាមានដើមឈើឬក៏មានស្លឹកឈើស្លឹកអីធ្លាក់មកពីលើច្រើនខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាប្រើជ្រីចុងតបូលនេះកុំប្រើជាប្រភេទដែលអាចត្រង់ទឹកធ្វើជាតើហើយវាព្រោះវាមានកលៈបាទកាលណាមានកលៈអញ្ចឹងវាតើអាស្លឹកឈើហ្នឹងអានោះក៏ពិតម្ដុំដោយសារផ្លែត្នោតបងប្អូនទាំងអស់គ្នាផ្លែត្នោតខ្យល់មកធ្លាក់មកតើដល់នេះទៀតបាទអញ្ចឹងបងប្អូនប្រើអាប្រភេទជ្រីប្រើជាអុយធម្មតាបានហើយមិនបាច់ប្រើដល់អាប្រភេទទៅត្រង់ទឹកទេបាទអញ្ចឹងអាប្រភេទហ្នឹងវាអត់ទៅស្លឹកឈើទេយើងគ្រាន់តែបិទស្នោទេអញ្ចឹងព្រោះយើងធ្វើផ្ទះហើយយើងបិទបាំងស្នោទៅខ្លាចមានសត្វមានអីចោះឬក៏ខ្លាចត្រូវភ្លើងត្រូវអីអញ្ចឹងបងប្អូនអរគ្នាព្រោះស្នោបើសិនជាមានមន់មានអីប្រកាសជាចឹកហើយអញ្ចឹងអាប្រភេទជ្រីបិទចុងតបូលហ្នឹងគឺប្រភេទអុយធម្មតាទេបងប្អូនអានេះប្រភេទជ្រីដែរនេះនេះជាតើត្រង់ទឹកបាទបងប្អូនឃើញអត់ឃើញស្លឹកឈើតើនៅលើហ្នឹងអត់អញ្ចឹងកាលណាតើឲ្យវានៅយូរឆ្នាំត្រូវទឹកត្រូវអីទៅវាផុយវាអីវានៅបៀមជាប់ណាចុងតបូលហ្នឹងបាទកាលនៅបៀមជាប់រហូតវាធ្វើឲ្យឆាប់ឡើងច្រេះបងប្អូនអរគ្នាធម្មតាទេសស្លឹកសង្កសីបើយើងប្រើឲ្យវាស្ងួតរហូតអត់បញ្ហាទេប៉ុន្តែបើវាមានដូចសើមជាប់អាហ្នឹងក៏ជាបញ្ហាដែរអញ្ចឹងបើសិនជាបងប្អូនមើលទីតាំងបាទទីតាំងយើងបានត្រូវនៅកណ្ដាលវាលអត់មានដើមឈើដើមអីទេយើងប្រើអាជីបិទមុខហ្នឹងប្រើជាតោអាហ្នឹងល្អមួយយ៉ាងដែរបើយើងចង់ត្រូវការត្រង់ទឹកតែបើសិនជាបងប្អូនអាចឆ្នៃដាក់សំណាញ់ដាក់អីទៅកុំឲ្យស្លឹកឈើនឹងវាចូលមកក្នុងហ្នឹងអាហ្នឹងក៏បានតែបើសិនជាបងប្អូនថាអត់ចង់ប្រើបែបហ្នឹងទេចង់ប្រើឲ្យខាងក្រុមហ៊ុនរៀបចំមកធ្វើម៉េចយើងគ្រាន់តែបិទចំហៀងបិទចុងដបូលហ្នឹងឲ្យទឹកវាហូរមកហូរមកអូខេខ្ញុំណែនាំឲ្យបងប្អូនប្រើប្រភេទនេះបាទប្រភេទនេះវាបើនិយាយទៅលើការប្រើប្រាស់សាច់ដែកជ្រីគឺវាអស់តិចទេបងប្អូនអរគ្នាអានេះខ្ញុំដាក់គុំចូលគ្នាហើយបាទនេះជ្រីចំហៀងបងប្អូននេះម៉ូតចេះហើយបើសិនជាបងប្អូនចង់លេងម៉ូតកលាក់មកក្រមអីបតង់ទៀតអាហ្នឹងក៏បានដែរប៉ុន្តែបើសិនជាប្រើបែបនេះអាហ្នឹងបិទតែមកចំហៀងស្នោហ្នឹងអត់ឲ្យចេញទេបាទហើយអាចចុងដបូលបងប្អូនប្រើបែបនេះបាទនេះប្រើអុយធម្មតាបងប្អូនហើយសម្រាប់អុយហ្នឹងគឺខ្ញុំធ្លាប់បង្ហាញបងប្អូនទាំងអស់គ្នាគឺដាក់ពីលើស្លឹកសង្កសីបាទដាក់ពីលើបែបនេះហើយក៏មានបងប្អូនគាត់ថាប្រើអញ្ចឹងនៅតែវាមិនល្អទៀតចង់ដាក់នៅខាងក្រោមពីស្លឹកសង្កសីអញ្ចឹងវិញណាក្រោមមកស្លឹកសង្កសីនេះទៀតបាទចង់សើកបញ្ចូលក្នុងស្នោនេះអាហ្នឹងវារឹតតែល្អបងប្អូនអរគ្នាប៉ុន្តែគ្រាន់ថាបើសិនជាយើងប្រើតិចតួចអាហ្នឹងវាអត់អីទេវាយើងត្រូវការជាស្នោនឹងចេញទៅបាទលោកស្នោតិចទៅយកអាជ្រីនឹងចូលបានហើយបងប្អូនកុំនេះកុំយកអានេះវែងពេកព្រោះវាពិបាកក្នុងការយកចូលក្នុងស្នោអាហ្នឹងបើសិនជាបងប្អូនចង់ប្រើបែបហ្នឹងចាំមើលវីដេអូក្រោយខ្ញុំនឹងថតបង្ហាញរបៀបហ្នឹងបើសិនជាបងប្អូនចង់ធ្វើបែបហ្នឹងបាទអញ្ចឹងបើសិនជាយើងប្រើបែបនេះបាទសូមចូលមកអ្វីដែលខ្ញុំចង់និយាយបង្ហាញបងប្អូនវិញបាទប្រើបែបនេះគឺវាអត់មានស្លឹកឈើទើទេបាទអញ្ចឹងវាល្អមួយយ៉ាងដែរ
ហើយវាអស់សាច់ដៃតិចទៀតហើយអាហ្នឹងយើងដាក់មកបែបនេះបងប្អូនអរគ្នាយើងតហើយវាត្រូវមុំកែងចេះស្អាតហើយចាំមើលអារបៀបកាត់មាត់ចាបហ្នឹងចាំមើលខ្ញុំថតឲ្យបងប្អូនទាំងអស់គ្នាបន្ថែមទៀតអូខេបងប្អូនអរគ្នាចាំមើលវីដេអូក្រោយខ្ញុំថតពីការអាចចាប់ជ្រីចូលក្នុងស្នោនឹងមួយទៀតបាទនឹងវាល្អប្រើអត់ព្រួយបារម្ភខ្លាចអាទឹកដក់ស្លឹកឈើចូលអីទេ